ស៊ីម៉ាក់បង្ហាញលក្ខណៈបច្ចេកទេសរវាងក្របបែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីនេះជាមួយក្របបែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់ CMAC បានឲ្យដឹងនារុស្ស៊ីថ្ងៃទី29ខែកញ្ញានេះថាកន្លងមកនេះមានអ្នកស្នើសុំឯកឧត្តមឲ្យជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចបានដឹងថាក្របបែកទម្លាក់ពីយន្តហោះឬក្របបាញ់ប្លង់ពីសម័យមុននិងក្របបែកទម្លាក់ពីយន្តហោះឬក្របបែកបាញ់ប្លង់ក្នុងសង្គ្រាមតាមព្រំដែនថ្មីនេះបើតាមចម្លើយខ្លីរបស់ឯកឧត្តមបកផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលខ្ញុំសូមមិនធ្វើការបកស្រាយលម្អិតក្នុងវេទិកានេះទេនិងសូមលើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ជូនជាថាក្របបែកទម្លាក់ពីយន្តហោះក្តីឬក្របបែកបាញ់កំភ្លើងធំក្តីសុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសក្រុមហ៊ុនផលិតបន្ថែមលើនេះសម្រាប់កម្ពុជារដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់ក្របបែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ដោយមានកំណត់អត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់ក្របបែកពីយន្តហោះដូចជាការបរិច្ឆេទប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់ក្របបែកទាំងនោះផងដែរប្រកាសដូចខាងលើនេះជាលក្ខខណ្ឌបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងក្របបែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីនេះជាមួយក្របបែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ